បាទសូមជម្រាបសួរបាទសម្រាប់ថ្ងៃពហុបាទទី16ខែតុលាឆ្នាំ2025បាទអញ្ចឹងថ្ងៃនេះផងដែរខ្ញុំចង់បង្ហាញបន្ថែមបន្តិចទាក់ទងទៅនឹងលោកតាលោកយាយអ៊ំពូមីងដែលជាអ្នកស្រឡាញ់វិស័យចិញ្ចឹមគោទាំងអស់គ្នាបាទហើយជាពិសេសបងប្អូនដែលនៅប្រទេសក្រៅក៏ដូចជានៅក្នុងស្រុកខ្មែរដែលតែងតែចូលមើលដែលតែងតែជួយទិញពីក្រមខ្ញុំបាទផ្ទាល់បាទអញ្ចឹងតកតងទៅនឹងការប្រវាស់គោថ្ងៃនេះខ្ញុំចង់បន្ថែមជូនបន្តិចដោយសារពីមុនបាទមានអ៊ំស្រីម្នាក់គាត់នៅខាងសហរដ្ឋអាមេរិកគាត់បានធ្វើការទិញគោប្រវាស់ហើយក្រោយពីគាត់ប្រវាស់ហើយគាត់ក៏បរាជ័យតកតងទៅនឹងការប្រវាស់ដោយសារអ្នកមើលគាត់អត់សូវថែធួនដិតដល់ហើយគាត់អត់សូវខ្វាយខ្វល់ពីការចិញ្ចឹមគោបាទអញ្ចឹងខ្ញុំចង់បន្ថែមជូនហើយលើកឡើងខ្លះបាទក្នុងចំណុចដែលជាភាពងាយស្រួលសម្រាប់អ្នកដែលជាម្ចាស់លុយអ្នកដែលជាម្ចាស់គោធ្វើការប្រវាស់ជាមួយនឹងបងប្អូនយើងដែលគាត់ជាអ្នកមើលថែបាទហើយថ្ងៃនេះផងដែរខ្ញុំសូមបដោតទៅលើគោដែលយើងមានក្រសមរម្យហើយចិញ្ចឹមលក្ខណៈតិចមិនច្រើនទេមិនបដោតទៅលើបងប្អូនដែលជាអ្នកមានធនធានគាត់ទិញគោបន្លែឬគោកដោកឡាតយកបលេងតាមព្រៃទេខ្ញុំអត់បាននិយាយទេតែក្នុងការប្រវាស់វាចំណេញដូចគ្នាតែខ្ញុំមិននិយាយតាក់ទងទៅនឹងគោដែលនៅចំនួនតិចហើយក៏មានក្នុងតលេមិនជាធំបាទបើសិនជាបងប្អូនជាម្ចាស់លុយប្រកាសណាស់គាត់មិនសូវបាននៅមើលថែដដល់ដូចជាអ្នកមើលថែទេតែបើសិនជាបងប្អូនធ្វើការប្រវាស់គោស្រឡាញ់គោចង់ចិញ្ចឹមគោជាពិសេសលោកអ៊ំចាស់អញ្ចឹងគាត់ចង់ចិញ្ចឹមដោយសារគាត់ឃើញស្មៅហើយណាមួយគឺគាត់គិតពីជីវភាពក៏ដូចជាសុខភាពរបស់គាត់ផងគាត់ស្រឡាញ់ខាងហ្នឹងគាត់អាចនឹងធ្វើការប្រវាស់បានអញ្ចឹងខ្ញុំលើកបន្ថែមតាក់ទងទៅនឹងចំនួនគោដែលគាត់ធ្វើការប្រវាស់ឲ្យបងប្អូនយើងដែលគាត់រកបានហើយក្នុងចំនួនអ្នកមើលថែម្នាក់ដែលអាចមានលទ្ធភាពគ្រប់គ្រងបានមិនលើសពី15ទៅ25ក្បាលទេសម្រាប់ការមើលថែអញ្ចឹងជាបទពិសោធន៍ខ្ញុំផ្ទាល់កាលណាគូលើសពីចំនួនប៉ុណ្ណឹងគឺគាត់ពិបាកតែក្នុងការមើលថែបាទអញ្ចឹងខ្ញុំសូមបន្ថែមជូនថាការមើលថែនេះបើសិនជាចង់ឲ្យមានផលចំណេញតាក់ទងទៅនឹងគូដែលប្រវាស់ហើយបានមកមិនបានជួបការខាតបង់បាទយើងត្រូវក្នុងមួយឆ្នាំមានន័យថាគូ10ក្បាលទៅ15ក្បាលយើងអាចចែកជាមួយគាត់មានន័យថាដើម្បីឲ្យគាត់មើលថែល្អទាំងផនរបស់យើងហើយនឹងរបស់គាត់យើងអាចនិយាយបានថា10ក្បាលយើងត្រូវឲ្យកូនគាត់4យើងជាម្ចាស់នេះយក6បាទព្រោះយើងជាម្ចាស់លុយយើងអាចសុំគាត់ក្នុងចំនួនហ្នឹងបាទតាក់ទងទៅនឹងការប្រវាស់គោអញ្ចឹងហើយបានជាខ្ញុំលើកឡើងបន្ថែមតាក់ទងនឹងការប្រវាស់របៀបហ្នឹងគឺកាលណាបើសិនជាយើង10ក្បាលយើងយកទាំង10មានន័យថាគាត់ដែលជាអ្នកប្រវាស់នោះគាត់អត់សូវមើលថែឲ្យដិតដល់ទេចំណែកវេនរបស់ម្ចាស់គោយើងទាល់ដែលទិញឲ្យគាត់តែបើសិនក្នុងលក្ខណៈ10ក្បាលគាត់បាន4យើងបាន6អានោះអាចថាក្នុងមួយឆ្នាំដូចគ្នាគឺយើងត្រូវចែករបៀបហ្នឹងដើម្បីឲ្យគាត់មើលថែមិនថាតែរបស់យើងឬក៏របស់គាត់មើលថែអញ្ចឹងគាត់អាចថាមើលថែល្អជាជាងយកមួយឆ្នាំដាច់មុខបាទសម្រាប់ការប្រវាស់យកកូនបាទអញ្ចឹងបើសិនជាបងប្អូនជួលគាត់ជាលុយក៏ម្យ៉ាងហើយជួលគាត់ឲ្យជាគូក៏ម្យ៉ាងតែបើសិនជាការមើលថែដិតដល់ពីមួយឆ្នាំទៅមួយឆ្នាំឃើញថាគាត់ស្រឡាញ់របស់យើងដូចជារបស់គាត់ខ្ញុំសូមបន្ថែមថាយើងអាចចែកគាត់ស្មើបាទ5ម្នាក់បាទក្នុងមួយឆ្នាំគឺយើងចែកគាត់5ម្នាក់ទៅចំពោះអ្នកដែលមើលថែគោយើងបានល្អព្រោះរាល់ថ្ងៃនេះវាមិនងាយមានអ្នកណាដែលស្រឡាញ់របស់យើងដូចជារបស់គេទេបើសិនជាយើងរកបានជាមួយបុគ្គលិកឬក៏ជាមួយអ្នកមើលថែល្អរបៀបហ្នឹងបងប្អូនអាចចែកគាត់ក្នុងកម្រិតប៉ុណ្ណឹងទៅបាទជារឿងល្អហើយធម្មតាទេកាលណាតែបុគ្គលិកល្អមិនថាតែស្ថាប័នរដ្ឋឬឯកជនទេគេមានប្រាក់លើកទឹកចិត្តបំណាច់ឆ្នាំតែបើសម្រាប់យើងជាអ្នកចិញ្ចឹមសត្វខ្ញុំថាធ្វើវិធីនេះល្អបាទហើយចំពោះការមើលថែគឺទទួលបានផលទាំងអស់គ្នាតែបើសិនជាចែក
ក្នុងមួយឆ្នាំយើងប្រវាស់10ក្បាលហើយយើងយកទាំង10បាទប្រកាសណាស់ថាគាត់មិនអាចមើលថែល្អដូចរបស់គាត់នៅជាមួយគាត់ផ្ទាល់ទេអញ្ចឹងមានន័យថាបើយើងមើលថែត្រូវមើលថែរបៀបហ្នឹងដើម្បីឲ្យបានល្អទាំងអស់គ្នាបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំធ្វើតែប៉ុណ្្នឹងទេខ្លីៗបើសិនជាបងប្អូនពេញចិត្តក៏សូមជួយចុចជាវឬក៏ចង់បន្ថែមយ៉ាងណាទៀតបងប្អូនអាចខមមិនក្នុងវីដេអូបានខ្ញុំនឹងបន្ថែមជូនបាទ